តើមានតម្លៃប៉ុន្មានដុល្លារក្នុងមួយរំលឹងនៅព្រឹកថ្ងៃពុធនេះតម្លៃហាងចេញមាសនៅម៉ោង10ព្រឹកថ្ងៃពុធទី12ខែវិច្ឆិកានេះមាសឈរនៅតម្លៃ$4,964ក្នុងមួយរំលឹងឬស្មើនឹង$4,117ក្នុងមួយអោនបើគិតជាខណអន្តរជាតិការប្រែប្រួលនៃតម្លៃមាសបណ្ដាលមកពីភាពល្អប្រសើរផ្នែកទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិនរួមជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតដូចជាឥណ្ឌានិងវៀតណាមក៏ដូចជាការឡើងថ្លៃនៃលុយដុល្លារអាមេរិកការឈានទៅរកការបើករដ្ឋាភិបាលឡើងវិញគូផ្សំនឹងចំនួនភូមិសាស្ត្រនយោបាយដែលចិត្តតែបន្តកើតមានសូមបញ្ជាក់ថាកាលពីម្សិលមិញប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានជឿជាក់ថាសភាតំណាងរាស្ត្រនឹងបោះឆ្នោតដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលបន្ថែមពីនេះប្រទេសចិនបានប្រកាសថានឹងធ្វើការជាមួយអាមេរិកដើម្បីរក្សាខ្សែសង្វាក់ផ្គត់ផ្គង់នៅលើសកលលោកឲ្យមានស្ថិរភាពខណៈវៀតណាមបានរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកជាមួយអាមេរិកក្នុងពេលឆាប់ៗនេះចំណែកឥណ្ឌាក៏កំពុងមានទំនាក់ទំនងល្អផ្នែកសេដ្ឋកិច្ចជាមួយអាមេរិកផងដែរនៅលើផ្នែកភូមិសាស្ត្រនយោបាយចំនួនរវាងរុស្ស៊ីនិងអ៊ុយក្រែនក៏ដូចជាក្រុមហាម៉ាស់ជាមួយអ៊ីស្រាអែលរួមទាំងអាមេរិកនិងនេវេស៊ុយអេឡាមិនទាន់អាចរកការបញ្ចប់បាននៅឡើយដោយឡែកនៅក្នុងធនាគារកណ្ដាលអាមេរិកវិញមន្ត្រីធនាគារនិងអ្នកវិនិយោគជាច្រើនបានរំពឹងថាធនាគារកណ្ដាលអាមេរិកនឹងធ្វើការទម្លាក់អត្រាការប្រាក់បន្ថែមទៀតនៅក្នុងខែធ្នូខាងមុខ